ក្នុងvideo muôn dương riêng rụi hơi âm pi rư cà rế hay nâng rư cục chẳng làក្នុងvideo này lực cừu nâng đạ lầm hạt tàng pí bên châu cái này tàng rư cà rế phó hay rư cục phó còn tại muôn nâng dương châu lầm hạt dương rùm lực âm pi khlam xa mê riêng rồi bỏ rư cà rế hay nâng rư cục chư môn sân bởi sân là dương miên rồi mấy ca x cà rế sma an chẳngក្នុងការរកតម្លៃ x គឺយើងត្រូវមើលលើតម្លៃ a សិនណាចឹងការមើលតម្លៃ a យើងមើលជាក់ស្ដែងទៅបើយើងមើលទៅឃើញថាតម្លៃ a ដែលគេឲ្យមកនេះជាលេខដែលធំជាង0បាទន័យថាវាមានសញ្ញាបូកណាបាទឲ្យតែមានសញ្ញាបូកគឺធំជាង0ហើយចឹងករណីហ្នឹងការទាញរក x គឺត្រូវដាក់បូកដកហើយរើសពីលើ a ហ្នឹងលើចំនួនដែលគេឲ្យមកហ្នឹងអាហ្នឹងក្នុងករណីធំជាង0ករណីទី2បើសិនតែយើងមើលទៅឃើញលេខដែលគេឲ្យមកនេះវាស្មើ0អញ្ចឹងបើវាស្មើ0យើងអត់ដាក់បូកដកទេវាអត់មានបូកដកទេគឺមានតែ0មួយទេបាទជាលេខ0តម្លៃ x ស្មើ0យកតែម្ដងបាទករណីទី3បើសិនតែយើងមើលតម្លៃ a វាមានសញ្ញាដកបាទឲ្យតែមានសញ្ញាដកគឺវាតូចជាង0ណាអញ្ចឹងបើមានសញ្ញាដកអាហ្នឹងយើងឆ្លើយថាគ្មានតម្លៃ x ទេមូលហេតុអីបានឆ្លើយថាគ្មានតម្លៃ x បាទដោយសារតែកន្លែងនេះវាលើកជាការ៉េហើយលើកជាការ៉េឲ្យស្មើ a បើយើងលើកជាការ៉េទៅគ្រប់ចំនួនទាំងបូកទាំងដកឲ្យតែលើកជាការ៉េគឺចេញមកបានបូកជានិច្ចវាស្មើនឹងស្មើតម្លៃបូកជានិច្ចតែដល់ពេល a យើងវាមានសញ្ញាដកអញ្ចឹងវាអត់ត្រូវទេព្រោះជាក់ស្ដែងលើកជាការ៉េគឺចេញបូកជានិច្ចហ្នឹងហើយអញ្ចឹងដល់ពេលដែលគេដាក់នេះដកអញ្ចឹងបានន័យថាវាអត់មានតម្លៃ x ណាបាទអាហ្នឹងចំពោះសមីការ x ការ៉េស្មើ a បាទបានន័យថាលើកជាការ៉េទៅស្មើ a គឺប្រយ័ត្នកន្លែងហ្នឹងតែចំពោះលើកជាគីបវិញបាទលើកជាគូបស្មើនឹង a វិញគឺយើងអត់ចាំបាច់ប្រយ័ត្នទេអត់ចាំបាច់មើលថា a នឹងមានសញ្ញាបូក a នឹងមានសញ្ញាដកមានរឹសឬក៏មិនមានរឹសអីអត់មានទេគឺយើងទាញយកតែម្ដងយើងទាញរកតម្លៃ x យកតែម្ដងបាទហើយយើងពាក់រឹសគូបវិញណាអត់ពាក់រឹសការ៉េទៀតទេបាទអញ្ចឹងចំពោះស្វ័យគុណ3យើងទាញយកតែម្ដងចំពោះស្វ័យគុណ2យើងពិនិត្យមើលតម្លៃ a បាទឥឡូវយើងចូលឧទាហរណ៍រកតម្លៃ x នៃសមីការខាងក្រោមបាទឧទាហរណ៍ទីក x ការ៉េស្មើនឹង x ការ៉េស្មើនឹង49យើងឃើញថាសមីការនេះលើកជាការ៉េអញ្ចឹងបើលើកជាការ៉េយើងមើលតម្លៃ49មានសញ្ញាបូកបើមានសញ្ញាបូកអញ្ចឹងតម្លៃ x ត្រូវមាន2ករណីអញ្ចឹងនាំឲ្យ x ស្មើបូកដកណាហើយឬ49មកបាទយើងពាក់ប៉ុណ្ណឹងហើយអត់ទាន់ចប់ទេយើងរកតម្លៃលេខណាដែលលើកជាការ៉េទៅស្មើ49ហេតុអីបានយើងត្រូវរកលេខដែលលើកជាការ៉េបាទព្រោះដោយសារនេះជាតម្លៃរបស់ x ហើយ x របស់យើងនេះត្រូវលើកជាការ៉េបានស្មើ49អញ្ចឹងបើយើងរកតម្លៃ x មានន័យថាយើងត្រូវរកលេខណាដែលលើកជាការ៉េទៅឲ្យស្មើ49គឺលេខប៉ុន្មានគឺលេខ7លើកជាការ៉េទៅស្មើ49អញ្ចឹងបូកដកយើងដាក់មកវិញមកបូកដករើសនៃ7ការ៉េបាទអញ្ចឹងសម្រួលការ៉េចេញការ៉េនេះនឹង radical ចេញមកនៅសល់បូកដក7បាទអញ្ចឹងបូកដក7គឺជាតម្លៃ x មាន2ករណីមានបូកផងមានដកផងយើងឆ្លើយមកដូចនេះ x ស្មើនឹងបូកដក7ទីខដក x ការ៉េស្មើដក25អានេះការ៉េទៀតđấyបាទការ៉េនេះយើងអត់ទាន់មើលតម្លៃខាងស្ដាំនេះភ្លាមទេយើងត្រូវបំបត្តិមេគុណវាសិនណាអញ្ចឹងបំបត្តិនេះកន្លែងនេះមេគុណរបស់វាសញ្ញាដកបានន័យថាមេគុណវាដក1អញ្ចឹងយើងទាញរក x ការ៉េសិនមកបាទនេះមានន័យថាដក1ណា x ការ៉េចែកនឹងដក1មកចឹងខាងស្ដាំចែកនឹងដក1ដែរ
bà dân bạt sinh nhà đọ nâng trình cái dân chạy chẳng chẳng về thì dân cháy đọ mối ní chạy đọ mối ní ở hải cho nên sao lấy cái đấy đây là cô vậy ta mấy nắng mền mà số đấy này chạy tới bên này thay vì mà môi này cái này này con môi mình nhé hàng này dân chạy thòng mà đàm mà đọ chạy đó bàn bồ một phải pram chạy muối bàn phải pram từ đại bữa top dương ban tầm rong phần này hái dương mơ tới tầm lại một phải pram miền xây nhà bồ và thông chân số chẳng tì rồi x miền pi cạn này thì nòm ỏi x mà đã bột đó rực lơ linh phải pram mà bột đó là này rồi lấy để con được luôn anh bị đó mà cứ lấy pram và chẳng mà xâm rùa tiệt mất nó sao pram chẳng pram bột đỏ pram nó chia tầm lại x là lại mất được nhé chẳng là không tì kho này cứ vì play trăng thả vì miền mê con sinh nhà đỏ chẳng pôn trời chạm ở tờ miền mê con dương trời chạy mê con sẵn mê con nâng khóc bị mùi đôi chỉ lấy pi lấy đỏ bay lấy đỏ của mùi dân tờ tại bởi sân ạt khơi mê con này hoàn trẻ và nãy hẳn ấy dương ạt chậm bạch chạy vậy thì tiền rồi tập đòn đấy tại bởi sao tại dương khơi tới vì miền đỏ x cà rê anh ấy thấy chạy nâng mán chạy nâng đỏ mùi đỏ này ba này thả đỏ mùi là ngày rư có bay x cà rê mà nâng buồn chẳng nó chạy nâng mấy con về tới chạy nâng bảy khả năng chạy bảy đại bà nâng bốn thời trăm chẳng nhưng cho thì có bà anh ấy cứ mê con ví ở mê thời chạy thế chẳng dừng mơ tầm lại khăn đam tầm đòn thế tầm lại khăn đám cứ đọ sang vào mùi hãy đọ sang vào mối miền sinh nhà đó chẳng bao sinh nhà đó miền là lại x đại lực chỉ cái tới trên sinh nhà đó ấy cứ admin thì bà để sai lực chỉ cái tới vì mình thả buồn mình thả đó thì lực chỉ cái tới cái trên bộ trên này chẳng về thử smart bộ cái đã smart đó chẳng vì admin này nhưng lại mất đòi đọ sang vào mối vì tôi chân sồn chẳng nấu miền tầm lại x tệ miền tầm lại x tệ miền này thì admin tầm lại x na để chỉ cái tới mà năng sinh nhà đỏ thì cho những slide mà đôi ní miền tầm lại x đài x cái mà đỏ sang vào mùi tệ và những slideแบบnăng chẳng chụp po rực rễ cứ dương mơ chẳng đấy chụp po rực rễ này thì mỗi bữa sân là tầm lại nắng việt thôm chừng số cứ miền pì miền bột phóng miền đỏ phong anh vẽ được về lờ màu nên cái này thì mùi cái này thì pí bữa sân là dương mơ từ tô chừng số đang dương slide thằng miền lại thì bà này x chỉ đặt miền tầm lại x bà này y thì miền tầm lại y hay cả này mùi tiết bà vì miền mấy con của mán dương chạy mấy con phần năng màu bạn mấy con sân té bữa sân khơi mấy con này đang dương bà chạy thì dương tiền vào tầm đó tiền rồi tầm đó mà cái cái mà năng đập ram và dương mời tới dương khơi thả này vì miến xây nhà bộ khả năng ăn mấy con trời chạy thế chẳng dương tiền rồi tầm lại tầm đó thế nó mày mà ba vì miền xây nhà bố cứ tầm lại x từ miền pì cả này thì miền bột khoáng đỏ phong đã được về lời đọc ram bà và to bị ban phần nắng dân trời ro tầm lại lên đài con đừng clone anh vì đó người mà đọc ram dân mơ mất giờ bay con ram mà đọc ram còn ta này mẹ con clone anh phong anh con đừng lên đọc tây nè chẳng dân ngọn giò thì dân giò lên đặt con đừng clone anh dân do bây giờ do 4 con nâng 4 mà đập vào mũi bên lờ hết gạt miền giờ bay con nâng 7 mà buồn chẳng về admin chẳng dừng slide do tầm đó slide x mà phần năng tầm đó mà đã chọn được phần năng
ដូចនេះ x ស្មើនឹងបូកដករើសការ៉េ 15 យើងដាក់ឲ្យជាប់រើសអញ្ចឹងមកយើងរកងាយងាយអត់ឃើញយើងដាក់ជាប់រើសទៅទីងយើងដាក់គីបម្ដង x គីបស្មើនឹង27 បាទនេះយើងអត់ខ្វាយខ្វល់ទេអានេះអត់ខ្វាយខ្វល់ថាវាធំជាង0វាមានសញ្ញាបូកសញ្ញាដកយើងអត់ខ្វាយខ្វល់ទេយើងទាញរកតម្លៃ x តែម្ដងអញ្ចឹងទាញរកតម្លៃ x យើងដាក់មកនាំឲ្យ x អត់ដាក់គីបទៀតទេដាក់តែ x មកអត់មានបូកដកទេដាក់តែរើសពីលើលេខ27មករើសគីបណាអញ្ចឹងយើងបានប៉ុណ្ណឹងយើងរកតម្លៃលេខណាដែលគុណនឹងខ្លួនឯង3ដងបាទនេះគុណ3ដងមិនមែនគុណ2ដងទៀតទេដោយសារនេះស្វ័យគុណ3អញ្ចឹងត្រូវគុណ3ដងអញ្ចឹងគុណ3ដងលេខណាគឺលេខ3អញ្ចឹងគឺដាក់រើសគីបនៃ3ស្វ័យគុណ3ហើយសម្រួលលេខ3នេះចេញមកសល់លេខ3នេះគឺស្មើ3អញ្ចឹងឆ្លើយមកដូចនេះ x ស្មើនឹង3បាទអញ្ចឹងចំពោះរើសគីបគឺវាអត់ពិបាកត្រូវមើលលើតម្លៃ a ដូចរើសការ៉េទេណាយើងទាញយកតម្លៃបែបហ្នឹងតែម្ដងទីចx គីបស្មើនឹង7បាទនេះយើងទាញដែរមកនាំឲ្យ x ដាក់អីគេដាក់រើសការ៉េអត់ទេគឺយើងដាក់រើសគីបនៅលេខ7បានប៉ុណ្ណឹងហើយយើងអត់តន់ចប់ទេយើងរកសិនលេខណាគុណនឹងខ្លួនឯងប៉ុន្មានដង3ដងបាទ3ដងស្មើនឹង7អត់មានទេណាអញ្ចឹងបើអត់មានទុកប៉ុណ្ណឹងតែដូចនេះទីឆោ 3x គីបស្មើនឹង24បាទនេះដូចគ្នាបើវាមានមេគុណយើងចែកមេគុណវាមកចែកមកនេះចែកនឹងមេគុណវាប៉ុន្មាន3ចឹងចែកនឹង3មកខាងស្ដាំចែកនឹង3ដែរហ្នឹងអញ្ចឹងចែកទៅ3ចែក3បាន1យើងអត់ទៅសេទេសេតែ x គីបមកវិញសិនស្មើខាងស្ដាំបាន8ណាអញ្ចឹងយើងទាញយកតម្លៃ x មក x ស្មើនឹងរើសគីបនៃ8អញ្ចឹងកន្លែងនេះអត់ទាន់ចប់ទេរលេខដែលលើកជាគីបស្មើនឹង8គុណនឹងខ្លួនឯង3ដងគឺលេខ2សម្រួលគីបនេះចេញទៅសល់2បាទអត់មានបូកដកដូចរើសការ៉េណាដូចនេះ x ស្មើនឹង2ទីច 5x គីបស្មើនឹងដកទីច 5x គីបស្មើនឹងដក625បាទនេះមានមេគុណ5នឹងចែកនឹង5 5x គីបចែកនឹង5ស្មើដក625ចែកនឹង5ដែរអញ្ចឹងខាងឆ្វេងយើងចែកខាងឆ្វេងហើយខាងស្ដាំចែកខាងស្ដាំនេះ5ចែក5បាន1សល់តែ x គីបទេ1បាច់សេទេលេខនេះសញ្ញាដកទុកដដែល625យើងចែក5នេះកាន់មកខ្ទង់សល់1តម្លាក់2បាន2សល់2តម្លាក់5បាន5អញ្ចឹងស្មើនឹង125បាទនេះលើកជាគីបស្មើដក125កុំច្រឡំថានេះសញ្ញាដកអត់មានតម្លៃ x ណាបាទអញ្ចឹងយើងទាញមកនាំឲ្យ x បាត់គីបណាអញ្ចឹងបាត់គីបយើងពាក់រឹសគីបលើដក125បាទបានប៉ុណ្ណេះហើយយើងរកលេខណាដែលគុណនឹងខ្លួនឯង3ដងទៅឲ្យស្មើនឹងដក125គឺលេខដាក់រឹសមកវិញសិនលេខដក5លើកជាគីបសម្រួលនេះចេញសល់ដក5ដូចនេះ
x យើងស្មើនឹងដក5បាទអញ្ចឹងចំពោះលំហាត់ការលើកជាការ៉េហើយនឹងលំហាត់លើកជាគីបយើងរកតម្លៃ x គឺវាខុសគ្នាត្រង់ហ្នឹងណាបើលើកជាគីបយើងទាញរកតម្លៃ x តែម្ដងយើងអត់ចាំបាច់សិក្សាទេបើឬការ៉េយើងត្រូវសិក្សាវាសិនបាទឥឡូវយើងចូលឧទាហរណ៍ទី2ឧទាហរណ៍ទី2គេអត់ឲ្យជាសម័យកាលដូចខាងលើទេគេអត់ឲ្យទម្រង់អក្សរមកបែបនេះទេគេឲ្យយើងជាសំណួរបែបនេះថារករឹសការ៉េរករឹសការ៉េ16បាទលំហាត់នេះឲ្យរករឹសការ៉េអញ្ចឹងរករឹសការ៉េយើងត្រូវស្គាល់រឹសការ៉េបាទរឹសការ៉េបើលើកជាការ៉េបើចំនួន1លើកជាការ៉េទៅស្មើនឹង a ចំនួនដែលលើកហ្នឹងគឺហៅរឹសការ៉េរបស់ a ហ្នឹងអញ្ចឹងបើរករឹសការ៉េរបស់ a គឺរចំនួនដែលលើកជាការ៉េទៅឲ្យស្មើ a ចាំបញ្ជាក់ម្ដងទៀតបើយើងមានចំនួន1លើកជាការ៉េទៅស្មើ a អញ្ចឹងចំនួនដែលលើកនេះហៅថារឹសការ៉េរបស់ a នេះអញ្ចឹងបើយើងរករឹសការ៉េរបស់ a គឺបានន័យថាយើងរកលេខណាដែលលើកជាការ៉េទៅឲ្យស្មើ a នេះតើលេខប្រមាណបាទអញ្ចឹងអានេះយើងរករឹសការ៉េរបស់លេខ16អញ្ចឹងតើលេខណាដែលលើកជាការ៉េទៅឲ្យស្មើ16មាន2ណាមានបូកផងដកផងអញ្ចឹងយើងឆ្លើយមកដោយ4លើកជាការ៉េស្មើនឹង16នេះលេខដែលលើកគឺលេខ4ហ្នឹងហៅរឹសការ៉េរបស់16ហើយមួយទៀតដក4លើកជាការ៉េទៅក៏ស្មើ16ដែរអញ្ចឹងលេខដែលលើកគឺមាន2ហើយមានបូកផងមានដកផងអញ្ចឹងយើងឆ្លើយមកដូចនេះរឹសការ៉េនៃ16គឺ4និងដក4បាទមាន2គឺបូកដក4ហ្នឹងឯងអញ្ចឹងបើសិនតែគេទៅសេដាក់រករឹសការ៉េយើងត្រូវវិភាគកន្លែងនេះឲ្យយល់រឹសការ៉េគឺសំដៅលើលេខដែលលើកជាការ៉េទៅស្មើនឹងចំនួនដែលគេឲ្យមកបាទយើងរកតម្លៃលេខណាដែលលើកជាការ៉េទៅឲ្យស្មើដែលគេឲ្យមកនេះទីខ0.04បាទយើងរករឹសការ៉េរបស់វានេះរកលេខណាដែលលើកជាការ៉េទៅស្មើនឹង 0.04 លេខណាខ្លះដែលលើកជាការ៉េទៅស្មើយើងបំលែងវាសិនមកនេះលេខទស្សពាក្យបំលែងសិនមកដោយ0.04 វាស្មើនឹង4 លើ100ហេតុអីបាន4លើ100 100នេះមកពីខាងក្រោយនេះមានលេខ2ខ្ទង់មានខ្ទង់ទស្សពាក្យចំនួន2ខ្ទង់អញ្ចឹងដាក់100បើ3ខ្ទង់យើងដាក់1000បើ1ខ្ទង់យើងដាក់10នេះគឺយើងយកលេខមកវិញទាំងអស់តែពិតយើងត្រូវទៅសេ004តែលេខ0យើងអត់បាច់ទៅសេក៏បានដែរយើងលុបក្បៀសចេញណាលុបចំណុចទស្សពាក្យចេញហ្នឹងហើយអញ្ចឹងអានេះបាន4លើ100តបមកយើងរកលេខណាដែលលើកជាការ៉េទៅស្មើ4ហើយលេខណាដែលលើកជាការ៉េទៅស្មើ100អញ្ចឹងអានេះអញ្ចឹងយើងមើលមកយើងមើលលេខ4នេះប្រមាណលើកជាការ៉េគឺលេខ2 100គឺ10ចេញទៅសេមកដោយបូកដក2លើ10លើកជាការ៉េទៅស្មើនឹង4លើ100នេះបូកដក2លើ10នេះបើយើងយកលេខ2លើកជាការ៉េស្មើ4លេខ10លើកជាការ៉េស្មើ100អញ្ចឹងមានន័យថាលេខនេះបូកដក2លើ10នេះជារឹសការ៉េនៃនេះបាទអញ្ចឹងយើងឆ្លើយមកនោះបូកដក2លើ10ជារឹសការ៉េនៃ4លើ100ព្រោះវាលើកជាការ៉េទៅវាស្មើ4លើ100ហើយអា4លើ100នេះតម្លៃវាស្មើប៉ុន្មានស្មើនឹង 0.04 ឬហើយ2លើ10នេះយើងចែកមកបូកដក2លើ10បាន 0.2 ជារឹស
ការ៉េនៃមែនអានេះចែកទៅបាន 0.04 បាន 0.04 នេះអញ្ចឹងឬការ៉េរបស់ 0.04 គឺបូកដក 2 យើងឆ្លើយមកដូចនេះរើសការ៉េនៃ 0.04 គឺបូកដក 0.2 បាទអញ្ចឹងចំពោះការរកឬការ៉េដោយគេសរសេរអក្សរបែបនេះគឺយើងត្រូវរកបែបហ្នឹងយើងរកលេខណាដែលលេខជាការ៉េទៅស្មើចំនួនហ្នឹងហើយបើជាចំនួនទស្សភាគយើងអាចបំលែងជាប្រភេទបានយើងបំលែងមកឧទាហរណ៍ទី3រករើសគូបនៃចំនួនខាងក្រោមអានេះគេឲ្យរករើសគូបម្ដងទីក8អញ្ចឹងរករើសគូបខុសពីរើសការ៉េបន្តិចរើសការ៉េគុណ2 ដងរើសគូបគុណ3 ដងលេខណាដែលគុណ3 ដងទៅស្មើ8ទី2នេះ2គុណ2គុណ2ទៅស្មើ8ហ្នឹងអញ្ចឹងយើងឆ្លើយមកដោយ2ស្វ័យគុណ3ស្មើ8អញ្ចឹងលេខនេះលេខ2នេះជាឫសគូបរបស់លេខ8ឬក៏ឫសគូបរបស់លេខ8គឺលេខ2អញ្ចឹងយើងឆ្លើយមកដូចនេះរើសគូបនៃ8គឺលេខ2ទីខ0.001យើងរកឫសគូបនៃលេខ 0.001 លេខណាដែលគុណ3 ដងទៅស្មើ 0.001 បាទនេះទស្សភាគទៀតហើយបំលែងមក 0.001 ស្មើនឹងខាងក្រោយវាមាន3ខ្ទង់អញ្ចឹងភាគបែង 1000ដែលលើមិញភាគបែងវាខាងក្រោយវាមាន2ខ្ទង់ភាគបែងវាស្មើនឹង100ហើយលេខខាងលើយើងយកលេខនេះទាំងអស់លុបតែក្បេសចេញមកអញ្ចឹងលេខដែលទាំងអស់នេះលុបតែក្បេសចេញហើយមានន័យលេខប៉ុន្មានលេខ1តបមកយើងរកលេខម្ដងមួយខាងលើគិតខាងលើខាងក្រោមគិតខាងក្រោមលេខណាដែលគុណនឹងខ្លួនឯង3ដងទៅស្មើ1លេខណាដែលគុណនឹងខ្លួនឯង3ដងទៅស្មើ1000អញ្ចឹងខាងលើគឺលេខ1នឹងឯងបាទអញ្ចឹងស្មើ1លើកជាគីបខាងក្រោមគុណ3ដងគឺលេខ10ស្វ័យគុណ3អញ្ចឹងយើងឆ្លើយមកនេះដោយហើយអានេះស្វ័យគុណ3ដូចគ្នាយើងដាក់រួមគ្នាបាន1លើ10ស្វ័យគុណ3យើងចែកមកនេះ1ចែក10បានមែនបាន 0.1 អញ្ចឹងខាងនេះដាក់មកវិញ 0.01 ខាងឆ្វេងនេះដាក់មកវិញសិនមក 0.001 ស្មើនឹងអានេះ 0.1 ស្វ័យគុណ3អញ្ចឹងមានន័យថា 0.001 នេះវាស្មើនឹង 0.1 គុណនឹងខ្លួនឯង3ដងបានស្មើនឹងប៉ុណ្ណេះអញ្ចឹងឫសគូបរបស់វាគឺអានេះ 0.1 នេះពីព្រោះអញ្ចឹងយើងឆ្លើយមកដូចនេះឫសគូប
នៃ 0.001 គឺ 0.1 អញ្ចឹងលំហាត់កាលណាវាជាប់ទស្សភាគបែបនេះយើងត្រូវបំលែងវាសិនទៅដើម្បីងាយស្រួលរកណាពេលបំលែងរួចយើងមើលខាងលើប្រហែលដូចជាគីបស្មើខាងក្រោមប្រហែលដូចជាគីបស្មើបន្ទាប់មកក៏យើងដាក់នីទុសនរួមគ្នាពេលដាក់រួមគ្នារួចយើងចែកឃើញប៉ុន្មានអាហ្នឹងជាឫសគូបរបស់ខាងដើមវាហើយបាទអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺលោកគ្រូគ្រាន់តែញែកឲ្យយើងឃើញថាលំហាត់នៅក្នុងមេរៀនឫសគូបហើយនិងឫសការ៉េមូលដ្ឋានគ្រឹះដំបូងគឺយើងត្រូវស្គាល់ឲ្យច្បាស់ទី1គឺលំហាត់ដែលគេឲ្យមកជាទម្រង់សមីការបាទសមីការ x ការ៉េស្មើនឹង4អញ្ចឹងទៅ x គីបស្មើនឹង8អញ្ចឹងទៅអានេះទម្រង់ជាសមីការដែលជាប់បញ្ញត្តិ x ហើយការរកគឺខុសគ្នាអានេះរក3លក្ខខណ្ឌបាទមើលលក្ខខណ្ឌដល់ពេលឡាគីបនេះអត់ទេទាញយកតែម្ដងអាហ្នឹងករណីទី1ដែលគូទាញមកករណីទី2គឺវាតកតងនឹងការសរសេរជាអក្សររកឬគូបគឺយើងទៅរកមិនទស្សភាគយើងធ្វើមិនអាហ្នឹងករណីទី2ហើយនៅក្នុងការរកឫសការ៉េយើងរកមិនឬការ៉េគេសេជាអក្សរយើងរកមិនអញ្ចឹងគឺមាន2ចំណុចហ្នឹងដែលគុណសាស្ត្រត្រូវញែកឲ្យច្បាស់កន្លែងហ្នឹងបាទអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀត